ជំរាបសួរសុខភាពមនុស្សចាស់គឺជាប្រធានបទសំខាន់ដែលត្រូវយកចិត្តទុកដាក់ជាពិសេសដោយសារតែរាងកាយមានការផ្លាស់ប្ដូរជាធម្មតានិងអាចរងផលប៉ះពាល់ពីជំងឺរ៉ាំរ៉ៃផ្សេងខាងក្រោមនេះជាចំណុចសំខាន់ទាក់ទងនឹងការថែរក្សាសុខភាពអ្នកចំណាស់ 1. បញ្ហាសុខភាពធម្មតានៃអ្នកចំណាស់ជំងឺទឹកនោមផ្អែម Diabetes ត្រូវតាមដានជាតិស្កររក្សាបបអាហារនិងថ្នាំឲ្យបានទៀងទាត់ជំងឺសរសៃឈាមបេះដូងនិងទម្លាក់ឈាមខ្ពស់ Cardiovascular Disease Hypertension ត្រូវវាស់សម្ពាធឈាមញឹកញាប់ជៀសវាងអាហារមានជាតិអំបិលខ្ពស់ជំងឺឆ្អឹងផ្សា Osteoporosis បង្កើនការទទួលទានកាល់ស្យូមនិងវីតាមីនពីថ្នាំបំពេញឬអាហារដូចជាត្រីប្រហិតជំងឺសន្លាក់ឆ្អឹង Arthritis ហាត់ប្រាណបែបទន់ដូចជាកាត់ដើរយូហ្គាដើម្បីកាត់ហានិភ័យបញ្ហាឃើញនិងងាយ Vision Hearing Loss ពិនិត្យភ្នែកនិងសរតៈរៀងរាល់ឆ្នាំជំងឺដាច់សរសៃឈាមខួរក្បាល Stroke និងជំងឺភ្លេច Dementia go Alzheimer's ត្រូវកត់សម្គាល់សញ្ញាដើមនិងពិគ្រោះជាមួយគ្រូពេទ្យភ្លាម 2. វិធីថែរក្សាសុខភាពរបបអាហារប្រកបដោយសារធាតុចិញ្ចឹមបរិភោគអាហារពណ៌បន្លែផ្លែឈើប្រូតេអ៊ីនសុទ្ធត្រីសាច់ដាច់ខ្លាញ់អាហារដែលមានសរសៃច្រើននិងផឹកទឹកឲ្យបានគ្រប់គ្រាន់ជាអាហារមានជាតិខ្លាញ់អំបិលនិងស្ករខ្ពស់សកម្មភាពកាយវិការហាត់ប្រាណប្រចាំថ្ងៃយ៉ាងហោចណាស់30នាទីលើថ្ងៃដូចជាដើររាំឬវិភាគទានទឹកប្រើប្រាស់តូប៉ាទូបរិយាកាសដើម្បីជំរុញភាពរួសរាយការសម្រាកនិងគ្រប់គ្រងអារម្មណ៍ដេកឲ្យបានគ្រប់7-8ម៉ោងមួយយប់ជាសភាពអស់ត្រានអារម្មណ៍និងធ្វើសកម្មភាពដែលចូលចិត្តដូចជាគូគំនូរលេងកូនចៅការជៀសវាងគ្រោះថ្នាក់ដំឡើងឧបករណ៍ជំនួយនៅផ្ទះដូចជាដំបូលចាប់ក្រាលកម្រាលកុំឲ្យរអិលពិនិត្យថ្នាំឲ្យបានទៀងទាត់និងមិនប្រើថ្នាំដោយខ្លួនឯង B ការពិគ្រោះជាមួយគ្រូពេទ្យពិនិត្យសុខភាពពេញកាយរៀងរាល់ឆ្នាំរួមទាំងការវាស់សម្ពាធឈាមតេស្តឈាមនិងថ្នាំការពារផ្សេងប្រាប់គ្រូពេទ្យភ្លាមប្រសិនបើមានសញ្ញាចម្លែកដូចជាឈឺក្បាលខ្លាំងភាពភ្លេចភ្លាត់ឬការប្រែប្រួលទម្ងន់ខ្លាំង 4. ការថែរក្សាផ្នែកផ្លូវចិត្តចែករំលែកអារម្មណ៍ជាមួយក្រុមគ្រួសារឬមិត្តភក្តិចូលរួមសកម្មភាពសហគមន៍ដើម្បីកាត់ភាពឯកាប្រសិនបើមានអារម្មណ៍សោកស្ដាយឬអស់សង្ឃឹមត្រូវសុំជំនួយពីអ្នកជំនាញជាទូទៅមនុស្សចាស់ជួបបញ្ហាសុខភាពខ្លះដែលងាយស្រួលគ្រប់គ្រងប្រសិនបើទទួលបានការថែទាំត្រឹមត្រូវខាងក្រោមនេះជាចំណុចសុខភាពចម្បង5ចំណុចដែលងាយស្រួលគ្រប់គ្រងសម្រាប់មនុស្សចាស់ 1. ជំងឺលើសឈាមនិងបញ្ហាបេះដូង Hypertension Cardiovascular Issues ងាយគ្រប់គ្រងដោយទទួលទានថ្នាំសម្រាប់សម្ពាធឈាមជាប្រចាំតាមការណែនាំរបស់គ្រូពេទ្យការពារកាត់បន្ថយអំបិលនៅក្នុងអាហារលំហាត់ប្រាណបែបបង្កើនចលនាឲ្យបានយ៉ាងហោចណាស់30នាទីមួយថ្ងៃនិងជៀសវាងការជក់បារី 2. ជំងឺទឹកនោមផ្អែមប្រភេទទី2 TPP Diabetes ងាយគ្រប់គ្រងដោយតាមដានជាតិស្ករក្នុងឈាមឲ្យបានទៀងទាត់ទទួលទានថ្នាំឬអាំងស៊ុយលីនតាមការកំណត់ការពារគ្រប់គ្រងទម្ងន់ឲ្យសមស្របជ្រើសរើសអាហារដែលមានសន្ទុះខ្លុយកោសទាបដូចជាអាហារនំប៉័ងពពុះនិងគ្រប់គ្រងការបរិភោគកាបូអ៊ីដ្រាត B ការថយចុះនៃសមត្ថភាពចងចាំនិងគិតវិភាគ Mild Cognitive Impairment ងាយគ្រប់គ្រងដោយប្រើប្រាស់ឧបករណ៍ជំនួយចងចាំកត់ត្រាក្នុងកំណត់ហេតុការវិភាគ Digital ការពារហាត់ប្រាណខួរក្បាលតាមរយៈល្បែងគីឡូក្រាមការអានឬរៀនភាសាថ្មីនិងរក្សាទំនាក់ទំនងសង្គមឲ្យបានទៀងទាត់ 4. ការថយចុះនៃដែនកាយវិញ្ញាណ Vision Hearing Loss ងាយគ្រប់គ្រងដោយភ្នែកពាក់វ៉ែនតាតាមដែលត្រូវការប្រើពន្លឺគ្រប់គ្រាន់នៅផ្ទះស្តាប់ប្រើគ្រឿងជំនួយស្ដាប់សំឡេងជិះកន្លែងមានសំឡេងរំខានការពារពិនិត្យភ្នែកនិងត្រចៀករាល់5-12 ខែម្ដង 5. ការឈឺចាប់សន្លាក់ឆ្អឹងនិងសាច់ដុំ Osteoarthritis Muscular Weakness ងាយគ្រប់គ្រងដោយលំហាត់ប្រាណស្រាលដូចជាការដើរយូហ្គាហ្វឹកហាត់អាកាសធាតុប្រើថ្នាំបំបាត់ឈឺតាមការណែនាំពេទ្យការពារទទួលទានអាហារដែលមានកាល់ស្យូមនិងវីតាមីនដែលគ្រប់គ្រាន់ជាការលើកទំនិញធ្ងន់គន្លឹះទូទៅពិនិត្យសុខភាពជារៀងរាល់ឆ្នាំរក្សាបបអាហារសមស្របបន្ថយខ្លាញ់អំបិលស្ករប្រើឧបករណ៍ជំនួយដំបូលឡានកង់ដើម្បីបង្ការការដួលជៀសវាងការនៅផ្ទះតែម្នាក់ឯងយូរដោយរក្សាទំនាក់ទំនងជាមួយគ្រួសារវសហគមន៍ការគ្រប់គ្រងបញ្ហាទាំងនេះឲ្យបានទាន់ពេលវេលានិងតាមវិធីសាមញ្ញអាចជួយឲ្យមនុស្សចាស់មានជីវិតដ៏សុខដុមរមនានិងរក្សាបាននូវភាពឯករាជ្យរបស់គាត់ការមនុស្សចាស់គួរតែរក្សាសុខភាពនិងសុខុមាលភាពរាល់ថ្ងៃដោយការ 1. ធ្វើលំហាត់ប្រាណស្រាលដើរ15-30នាទីមួយថ្ងៃយងឬធ្វើយោគសម្រាប់អ្នកចាស់លំហាត់តម្រង់ដងខ្លួនកុំឲ្យមានការរអិល 2. រក្សាសុខភាពផ្លូវចិត្តអានសៀវភៅលេងហ្គេមផ្គុំរូបចូលរួមសកម្មភាពសហគមន៍ជាប់តាក់ទងនឹងញាតិមិត្តតាមទូរស័ព្ទ 3. អាហារូបត្ថម្ភញ៉ាំអាហារពោរពេញសារធាតុចិញ្ចឹមផឹកទឹកឲ្យបានគ្រប់គ្រាន់ 1.5-2 លីត្រមួយថ្ងៃជៀសវាងអាហារខ្លាញ់ខ្ពស់ឬអំបិលច្រើន 4. គ្រប់គ្រងជំងឺដែលមានទទួលថ្នាំតាមការណែនាំគ្រូពេទ្យពិនិត្យសុខភាពប្រចាំខែ 5. សម្រាកគ្រប់គ្រាន់គេងឲ្យបាន7-8ម៉ោងមួយថ្ងៃធ្វើវិធីសម្រាកដូចជាសម្រាកដង្ហើមឬស្ដាប់តន្ត្រី 5. ប្រុងប្រយ័ត្នសុវត្ថិភាព
ការពារការដួលដោយដាក់គ្រឿងសង្ហារិមក្នុងផ្ទះពាក់ស្បែកជើងដែលមានការជាប់ការប្រឹងប្រែងតិចតួចពន្ធសម្រម្យជារៀងរាល់ថ្ងៃនិងការរក្សាទំនាក់ទំនងសង្គមជាសំខាន់បំផុតសម្រាប់សុខភាពរបស់អ្នកចាស់គូពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ការណែនាំផ្ទាល់ខ្លួន